គ្នាទៅដើរលេងទៀតហើយកន្លែងដែលខ្ញុំដើរលេងហ្នឹងគឺថ្មីហ្មងខ្ញុំមកដើរទៅទេហើយនេះគឺជាផ្លូវទៅដើមឈើស្នេហ៍អ្នកនរគ្នាបានឃើញហើយនៅមុខហ្នឹងគឺជាដើមឈើស្នេហ៍ហើយទីតាំងដែលខ្ញុំទៅហ្នឹងគឺហួរដើមឈើស្នេហ៍បន្តិចគឺមានឆ្នេរមួយឆ្នេរហ្នឹងគឺស្អាតមែនតើហ្មងអ្នកនរគ្នាហើយដូចជាឈ្មោះថាឆ្នេរជំទាវម៉ៅអ្នកនរគ្នានេះឃើញអត់និយាយទៅបើសិនជាមកជាមួយនឹងគ្រួសារមកលេងទឹកអីគឺសប្បាយខ្លាំងមែនតើហើយក្តីសម័យខ្ញុំហ្នឹងហើយដូចអ្នកនរគ្នាបានឃើញអញ្ចឹងមកអង្គុយញ៉ាំនីហាពួកអីសូវមានលុយទិញគ្រឿងសមុទ្រហើយឃើញអាលោកធំអញ្ចឹងគឺដោយសារតែទៅព្យុះហើយអ្នកនរគ្នាមុននឹងព្យុះអញ្ចឹងណាហើយខ្ញុំក៏ចូលរកកន្លែងជ្រកហើយបានរៀងស្ងប់បន្តិចចេញមកក្រៅមកលេងវិញអញ្ចឹងហើយក៏មានបោះតង់បោះអីដែរអ្នកនរគ្នាប៉ុន្តែឥឡូវនេះអត់ទាន់បោះទេដោយសារតែវានៅថ្ងៃដែរអញ្ចឹងណាអ្នកនរគ្នាឃើញថង់ខ្មៅហ្នឹងមិនមែនថង់សម្រាប់ទេណាគឺថង់តង់របស់ខ្ញុំចាហើយតិចទៀតគឺពួកខ្ញុំចាប់ផ្ដើមរៀបចំបោះតង់ហើយនេះគឺជាពូរបស់ខ្ញុំដែលគាត់ជួយរៀបចំតង់អញ្ចឹងណាដោយសារតែខ្ញុំគឺជំនាញខ្លាំងពេកចាលើកទី1ដែលរៀបចំតង់អញ្ចឹងទៅគឺគាត់មកជួយរៀបអ្នកទាំងអស់គ្នាទេសភាពនៅហ្នឹងគឺស្អាតខ្លាំងមែនតើហ្មងមានទាំងថ្មមានទាំងដើមឈើឆ្នេរខ្សាច់ជាពិសេសមានទឹកដែលយើងងាយស្រួលលេងទៀតហើយខ្ញុំឃើញនៅលើថ្មដែលខ្ញុំកំពុងតែឈរហ្នឹងគឺមាន oyster នៅហ្នឹងទៀតខ្ញុំឃើញអ្នកដែលគាត់មករៀប oyster ដែរតែដោយសារតែព្យុះហើយអាលោកចាប់ផ្ដើមធំពួកគាត់ត្រឡប់ទៅវិញអស់ហើយចាប់ផ្ដើមដូរដៃអ្នកនរគ្នាឃើញកោងមិនដងស្ទូចទេណាឆ្អឹងតង់ចាមើលទៅដូចជំនាញខ្លាំងណាស់អញ្ចឹងតែពិតគឺមិនចេះទេហើយកន្លែងនេះដែរគឺសម្រាប់អ្នកដែលគាត់ចង់មកលំហែលក្ខណៈគ្រួសារគឺអែមខ្លាំងមែនតើដោយសារតែស្ងប់ស្ងាត់ហាក់សូវមានអ្នកដែលគាត់មកលេងច្រើនចាក់សលេងបាសអីញញ៉ៃអ្នកទាំងអស់គ្នានិយាយទៅគឺស្ងប់ស្ងាត់គួរសមដែរនិយាយទៅមានអ្នកមកតែមកមួយអញ្ចឹងណាហើយអត់សូវមានគេលក់អីញ៉ាំទេបើសិនជាមកអាចនឹងយកអីមកញ៉ាំខ្លួនឯងអាហ្នឹងគឺបេះហ្មងអ្នកទាំងអស់គ្នាឃើញអត់និយាយទៅកន្លែងនេះគឺស័ក្តិសមបំផុតសម្រាប់អ្នក single មកអង្គុយតែឯងដូចពូខ្ញុំអញ្ចឹងអង្គុយនៅថ្មអង្គុយមើលថ្ងៃលិចនិយាយទៅអង្គុយចាំតាំងពីម៉ោង1រហូតដល់ម៉ោង6ថ្ងៃមិនតាន់លិចទៀតដោយសារតែអង្គុយចាំថ្ងៃលិចយូរពេកឥឡូវយើងបន្ថែម energy sting មួយកំប៉ុង
នេះគឺមកប្រហែលជា5ជាងថ្ងៃចិត្តលិចហើយអ្នកទាំងអស់គ្នាមើលទៅប្រហែលជាសល់10នាទីអីទៀតគឺថ្ងៃលិចហើយអញ្ចឹងយើងចាប់ផ្ដើមរៀបចំហៅកន្លែងអង្គុយដើម្បីអង្គុយចាំមើលថ្ងៃលិចអីអញ្ចឹងណាទៅកន្លែងហ្នឹងគឺមានសំឡេងទឹកសមុទ្រហើយយើងអង្គុយមើលថ្ងៃលិចហើយបើសិនជាអ្នកខ្លះដែលគាត់ stress ខ្លាំងគាត់អាចយកកុំព្យូទ័រមកធ្វើការនៅនឹងញ៉ាំអីនៅនឹងអាំងសាច់ញ៉ាំអីអូយអ្នកទាំងអស់គ្នាអើយគឺអែមមែនតើហ្មងនេះឃើញទេ ថ្ងៃកលិចផុតដែរហើយខ្ញុំចាប់ផ្ដើមរៀបចំតាំងរៀបចំអីវ៉ាន់ដើម្បីទៅផ្ទះវិញអ្នកទាំងអស់គ្នានិយាយទៅពេលដែលយើងថតមើលថ្ងៃលិចទៅគឺរៀងល្ងឹតប៉ុន្តែគឺអត់សូវល្ងឹតខ្លាំងទេអ្នកទាំងអស់គ្នាកន្លែងនេះបែរជាខ្ទង់ម៉ោង6ប៉ុន្តែអត់ទាន់យប់ទេ ឥឡូវនេះខ្ញុំត្រឡប់ទៅផ្ទះវិញហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ចប់ហើយបើសិនជាអ្នកទាំងអស់គ្នាមកលេងអីកុំភ្លេច comment នៅក្រោមវីដេអូផងណាអរគុណបាយបាយជួបគ្នាវីដេអូក្រោយណា